ហើយបាទសូមគោរពជម្រាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាបាទដែលនៅក្នុងប្រទេសកម្ពុជាក្តីនៅក្រៅប្រទេសក្តីបាទថ្ងៃនេះដែរអង្គភាពយើងខ្ញុំមានចំនួន7អង្គភាពបាទដែលមានបងប្អូនប្រិយមិត្តបាទដែលមានបាទអង្គភាពសំអៀង Hot New បាទ BST បាទនិង ABO បាទវិឆ័យ New INE សក្តារថ្មីបាទអង្គភាពសារព័ត៌មានប្រមាញ់ជាដែននិង SX New បាទបានរួមគំនិតគ្នាបាទធ្វើជាមូលនិធិមួយសម្រាប់ជួយដល់បងប្អូនម្រាក់កងទ័ពជួរមុខនិងបងប្អូនជនភៀសសឹកផងដែរហើយការធ្វើនេះពួកយើងមិនមែនត្រឹមធ្វើតែមួយថ្ងៃពីរថ្ងៃនេះទេប៉ុន្តែពួកយើងធ្វើជាច្រើនហើយតែយើងនៅតំបន់ផ្សេងៗតែពេលនេះដែរពួកយើងបានរួមមតិគ្នាបាទចំនួនម្សិលមិញមួយថ្ងៃថ្ងៃនេះមួយថ្ងៃគឺធ្វើនៅទីនេះគឺដើម្បីប្រមូលមូលនិធិជួយដល់បងប្អូនម្រាក់កងទ័ពដោយសារនៅទីនេះយើងឃើញថាវាស្ងាត់វាអត់ទាន់មានខាងបងប្អូនប្រមូលមូលនិធិទេទើបពួកយើង6អង្គភាពនេះក៏ផ្ដួចផ្ដើមរួមគំនិតគ្នាដើម្បីយកទីតាំងនេះដើម្បីជាទីតាំងដើម្បីប្រមូលមូលនិធិផងដែរបាទអញ្ចឹងខ្ញុំជឿជាក់ថាតាមរយៈបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាបាទនៅជួរក្រោយយើងនឹងជួយឧបត្ថម្ភដល់បងប្អូនជួរមុខតាមរយៈការមូលនិធិផ្សេងៗនៅតំបន់ផ្សេងៗផងដែរបាទអរគុណច្រើនជម្រាបលាទាំងសក្តិអត់អីបាទអត់អីទេតែគាត់ជួយដល់ចិត្តណាអញទាំងទូរស័ព្ទបាទអរគុណណាបងស្រីជួយមកកែបងមិញបង10កែបងណាមី5កែបាទអរគុណម្ចាស់ដល់ទឹកចិត្តរបស់បងស្រីបាទជួយ10កែមីឥឡូវឡើងទៅផ្ទះវិញហ៎បាទមិនได้ជូនពរបាទសុខសប្បាយតាមផ្លូវផងបាទអរគុណបាទហេឡូបាទអរគុណបាទបងផាសាប់ដែលបានជាថវិជួយជាថវិកាដល់បាទចំនួនសប្បុរសធម៌ជួយបងប្អូនវិរៈកងទ័ពជួរមុខប្រជាបងប្អូនជាសឹកបាទសូមអរគុណខ្មែរសម្រាប់ខ្មែរបាទអរគុណច្រើនបាទអរគុណច្រើនបាទអរគុណច្រើនឥឡូវឡើងទៅផ្ទះវិញហ៎បាទហ្នឹងហើយជួយបងបាទសុខសប្បាយតាមផ្លូវបងបាទបងប្អូនវិរៈកងទ័ពបានជួបមុខបាទអានេះគឺជាសន្តានចិត្តរបស់ខ្មែរសម្រាប់ខ្មែរអរគុណច្រើនបងអរគុណច្រើនបងបាទធ្វើដំណើរបងប្អូនពិសិដ្ឋក៏ដូចជាបងប្អូនវិរៈកងទ័ពបានជួបមុខបាទអានេះគឺជាសន្តានចិត្តរបស់ខ្មែរសម្រាប់ខ្មែរអរគុណច្រើនបងប្រុសបាទធ្វើដំណើរសុខសប្បាយតាមផ្លូវបងបាទជាជីវករលោកយ៉ាបងប្រុសសូមថ្លែងអំណរគុណដល់បងប្រុសបាទជួបតែសេចក្តីសុខសេចក្តីចម្រើនកមកបេអូកមកបេចំនួន50គីឡូទឹកសុទ្ធបាទចំនួនច្រើនទឹកសុទ្ធចូល10យូ8យូទឹកស៊ីអ៊ីវទឹកត្រីបាទច្រើនណាស់បងប្អូនណាទឹកសុទ្ធ10យូបាទនឹងទឹកត្រីមក3យូបាទដូចថាវត្តមានក្រុមការងារយើងបងអំ15គាត់សកម្មក្នុងការប្រតិយករូបភាពផ្សេងៗបាទជុំវិញបងប្អូនយើងណាដែលចូលរួមបងតត្រូវការបរិច្ចាគឧបត្ថម្ភជួយដល់បងប្អូនកងទ័ពជួរមុខបាទមានទឹកសុទ្ធបាទចំនួន10យូបាទមានទឹកស៊ីអ៊ីវ2យូទឹកត្រី2យូផងដែរបាទខ្ញុំសង្ឃឹមថាបងប្អូនពិសិដ្ឋនឹងជួបដល់បងប្អូនអាជីវករបាទជាបងប្អូនបាទបងប្អូនបាទរកស៊ីនៅរាជធានីភ្នំពេញបាទអរគុណបងប្អូនអរគុណច្រើនបងសុខសប្បាយបងណាហេងបងនេះគឺជាបាទចំណុចមួយដែលខ្ញុំតែងតែប្រាប់ឲ្យខ្ញុំបញ្ជាក់ថានេះទឹកចិត្តបាទខ្មែរស្រឡាញ់ខ្មែររួមរួមខ្មែរនៅឈ្នះនេះហើយគឺជាទឹកចិត្តដ៏ល្អប្រពៃសម្រាប់ទុកម៉ែបងប្អូនរបស់ប្រជាពលរដ្ឋរបស់យើងបាទគុណតម្លៃជំនាញអ្វីអាចកាត់ថ្លៃបាននេះហើយបងប្អូនយើងសាមគ្គីរួមកម្លាំងសាមគ្គីខ្លាំងខ្មែរនឹងឈ្នះ